សម្ដេចទាហានខ្មែរយើងដែលសម្ដេចបញ្ជូនទៅសបរភូមិមុខនឹងជាទាហានបែបណាដែរសម្ដេចដើរឲ្យគេបាញ់ណាអញ្ចឹងមិនមែនទាហានសម្រាប់ក្រាបបាញ់ទេទាហានសម្រុកទៅមុខយ៉ាហ៊ីហើយđâyសម្ដេចបញ្ជូនទាហានឲ្យគេទៅបាញ់ទេសម្ដេចអានឹងក៏ជាវិស័យការពារជាតិដែលគេធ្វើដោយស្កាត់គ្រាបអស្ចារ្យណាស់សម្ដេចនៅលើលោកនេះមិនដែលឮនរណាធ្វើសង្គ្រាមដោយស្កាត់សៀនចឹងទេសម្ដេចរួចចប់បើទាហានខ្មែរដើរស្កាត់សត្វឲ្យគេបាញ់ចឹងចុះខាងថៃស្កាត់ដូចយើងដែរទេអាវុធបាញ់ស្ទើររាល់យប់ស្ទើររាល់ថ្ងៃប៉ុន្តែយើងបន្តតសូម្បីតែជាពីមកៅស៊ូក៏គេបាញ់ណាទៅយប់ណាបាញ់ស្ទើររាល់យប់ប៉ុន្តែខាងរាជរដ្ឋាភិបាលខាងកងទ័ពគេណែនាំមិនឲ្យឆ្លើយតបទេស្ងាត់តែមិនស្ងៀមសម្ដេចទាហានតើគេបាញ់ចឹងតើសម្ដេចមានអាវក្រោះអីឲ្យពួកគាត់ពាក់ការធ្វើខ្លួនទេយើងមានការផ្លត់ភ្លាមខ្ញុំទទួលស្គាល់ដោយយើងមិនបានបំពាក់អាវក្រោះអាវការពារអាវសុវត្ថិភាពឲ្យបងប្អូនប៉ុន្តែឥឡូវនេះវាលើសពីការគ្រប់គ្រាន់ទៅហើយបន្តិចទៀតខ្ញុំនឹងមានម៉ាស់មួយ DSS សម្រាប់ផលិតបំពាក់ឲ្យកងទ័ពឲ្យនាំចេញទៀតសម្ដេចប្រកាសគេដឹងនឹងចិត្តថាការផ្្លាត់ភ្លាំងរបស់សម្ដេចនេះធ្វើឲ្យទាហានខ្មែរស្លាប់ហើយមែនទេក្នុងចិត្តយើងនិយាយក្នុងចិត្តតែយើងមិនបាននិយាយចំហទេសម្ដេចខ្ញុំបើរឿងសម្លាប់មនុស្សសុទ្ធតែដឹងក្នុងចិត្តមិននិយាយចំហបើនិយាយរឿងមកអួតនោះអួតអួតម៉ែអួតរត់ទឹកឲ្យទាហានផឹកមិនបានផងឥឡូវធ្វើអាវក្រោះម៉ាក់ DSS នាំទៅលក់នៅបរទេសតើសម្ដេចនាំអាវក្រោះ DSS នោះទៅលក់នៅប្រទេសណាខ្លះហើយភូមិព្រៃច័ន្ទឬថានៅខេត្តបន្ទាយមានជ័យអញខ្ញុំស្មារសម្ដេចយកទៅនាំទៅលក់នៅអេរ៉ង់និយាយរឿងបាត់ដីវិញបាត់ដីអស់ជាង40ទីតាំងហ្នឹងតើសម្ដេចគិតយ៉ាងម៉េចដែរចឹងបើយើងពិនិត្យមើលអំពីដែនដីនៃចំនួនវាតូចណាស់បើប្រៀបធៀបជាមួយដែនដីដែលមានសន្តិភាពសម្ដេចធ្វើចឹងបានទៀតមួយម៉ាត់ណាក៏សន្តិភាពមួយម៉ាត់ណាក៏សន្តិភាពសម្ដេចតែលបសង្គ្រាមជួសសោះទាំងណាអរគុណសន្តិភាពដែលមុននេះគេឌឺដាក់យើងឥឡូវភ្លឺភ្នែកកាយហើយហ្នឹងភ្លឺហើយសម្ដេចឃើញច្បាស់ហើយសម្ដេចសន្តិភាពពេញទៅដោយព្រំដែនហ្មងឥឡូវគេឌឺនៅពាក្យដែលថាស្ងាត់តែមិនស្ងៀមទៀតគេឌឺទៀតប៉ុន្តែពួកអាឌឺនេះវាមិននៅក្នុងស្រុកណាវានៅក្រៅស្រុកណាវានៅក្នុងស្រុកណាពួកអាឌឺវាទៀតតែតូចតែគ្នាទេសម្ដេចអើយសម្ដេចខ្លាំងបាក់ក្បាយទេឯងក្នុងស្រុកទេប៉ះជាមួយបរទេសវិញធ្វើរៀងយ៉ាងស្ងៀមអីណាប្រើចិត្តសាស្ត្រស្កាត់តែមិននៅស្ងៀមអីណាជួយងាប់